Bạnនេះជាវីដេអូ highlight ទាំងស្រុងបាទនៃការប្រកួតមិត្តភាពអន្តរជាតិរវាងកម្ពុជានិងក្រុមហុងកុងបាទយើងឃើញថានៅក្នុងវគ្គទី1ការដាក់សម្ពាធច្រើនមែនទែនពីហុងកុងប៉ុន្តែគឺក្របបាល់បានត្រឹមស្មើគ្នាតែប៉ុណ្ណោះនៅវគ្គទី2គឺកម្ពុជាគឺមានឱកាសច្រើនលើកច្រើនសារប៉ុន្តែមិនអាចរកក្របបាល់បានមុនការប្រកួតចាប់ផ្ដើមក៏មានការគោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជាបាទការកាយបាល់ចេញពីក្រុមម្ចាស់ផ្ទះហុងកុងឱកាសដំបូងការលើកបាល់ចូលមកខាងក្នុងក៏ជួយបានពីហុលគឹមហ៊ុយកន្លែងនេះហើយក៏បាទយើងឃើញថាគឹមហ៊ុយបាទបដិសេធបានសល់ជើងបាទគឹមហ៊ុយសល់ជើងបាទជះមកវិញកាត់បាល់ចូលមកខាងក្នុងកន្លែងនេះក៏នៅតែជួយបានពីហុលគឹមហ៊ុយបាទគឹមហ៊ុយគឺបាទយើងឃើញថាធ្វើបានល្អមែនទែនបដិសេធបាល់ជាច្រើនលើកច្រើនសារកន្លែងនេះឱកាសនៃការទាត់ពីលើដំបូលទុកមកក៏មិនចំគោលដៅបាទកន្លែងនេះការកាត់បាល់មកហើយក៏បាទទាត់ដាំបាទបាល់ក៏វិលខ្ញាល់បាទប៉ុន្តែបាទមិនចំគោលដៅបាទរុញមកស្លាប់ខាងស្ដាំឲ្យយិនសុស៊ីដានបាទកន្លែងនេះស៊ីដានមកទាញចូលមកខាងក្នុងហើយក៏ទាត់ឆ្វេងក៏មិនចំគោលដៅដូចគ្នាកន្លែងនេះហើយបាទក្របបាល់កើតឡើងពីការបាទដកទ្រូងហើយក៏ជះមកស្លាប់បាទខាងឆ្វេងកឹបមួយពីវងវាយទាត់ស្ដាំបញ្ចប់ទីបានយ៉ាងល្អបាទកឹបឆ្វេងទាត់ស្ដាំច្បាស់មែនតើបាទពីវងវាយរកបានក្របបាល់ដំបូងឲ្យហុងកុងបាទគឺនាំមុខបាទគឺ1-0បាទកន្លែងនេះបាទគឺល្អបាទការបញ្ចប់ទីរបស់គេបាទគឺច្បាស់មែនតើទាត់ស្ដាំបញ្ចប់ទីបានយ៉ាងល្អតែម្ដងបាទគឹមហ៊ុយមិនអាចសង្គ្រោះបាល់នេះបានទេបាទកន្លែងនេះហើយក្របបាល់ដំបូងរបស់កម្ពុជាតាមស្មើពីការលើករបស់ញៀនសុស៊ីដានហើយក៏តែបញ្ចប់ទីបានយ៉ាងល្អរបស់សារ៉េតគ្រីយ៉ាបាទកន្លែងនេះបាទតែស្អាតមែនទែនពីគ្រីយ៉ាហើយក៏បានក្របបាល់តាមស្មើឲ្យកម្ពុជាបាទ1-1បញ្ចប់ការប្រកួតនៅវគ្គទី1លទ្ធផលគឺស្មើគ្នាបាទ1-1បាទយើងឃើញថាចូលដល់វគ្គទី2បាទកម្ពុជាមានឱកាសច្រើនមែនទែនបាទជាពិសេសគឺចុងវគ្គទី2តែម្ដងទាំងអេនដ្រេនេតូទាំងសាទីបាទប៉ុន្តែបែរជាមិនមានក្របបាល់កាត់ឡើងឱកាសកន្លែងនេះមួយក្បាលក៏ជួយបានពីហុលគឹមហ៊ុយឱកាសបាទលើកទៅសាជាថ្មីបាទក៏បាទយើងឃើញថាការទាត់បាទពីលើដំបូលទូកកន្លែងនេះបាទចឹងប៉ាន់បាទហើរំលងដល់បាទីបាទចឹងប៉ាន់បាទខ្សែបំរើរស់រវើកមែនតើរបស់ហុងកុងហើយក៏ទាត់ហើររំលងដល់បាទីឱកាសកន្លែងនេះការទាត់ពីចម្ងាយរបស់អេនដ្រេនេតូក៏ហើររំលងដល់បាទីដូចគ្នាយើងឃើញថាឱកាសមានច្រើនលើកច្រើនតាបាទសាទីបញ្ជូនដល់អេនដ្រេនេតូកន្លែងនេះក៏ទាត់ស្ដាំបាទខុសគោលដៅបាទសងស្ដាយមែនតើអេនដ្រេនេតូការបញ្ជូនពីសាទីបានយ៉ាងល្អហើយនេតូទៅហើយក៏ទាត់ស្ដាំបាទក៏បាទមិនចំគោលដៅកន្លែងនេះឱកាសរបស់ហុងកុងប៉ុន្តែបដិសេធដោយបាទគឹមហ៊ុយបាទថែមកន្លែងនេះគឹមហ៊ុយបាទ reflect លឿនមែនតើបាទគឹមហ៊ុយបាទគឹមហ៊ុយល្អមែនតើបាទក្នុងការប្រកួតថ្ងៃនេះបាទ super សៅមែនតែម្ដងការលើកមកបាទក៏ជះបាល់បាទពីគឹមហ៊ុយហើយក៏ថែមកន្លែងនេះបាទគឹមហ៊ុយចេញមកជះបាល់បានទៀតបាទក៏តែតទៅបាទគឹមហ៊ុយជួយបានទៀតឃ្លាផ្ដាច់បាទចេញពីកាន់ម៉ូលោកអញ្ញាកតាក៏ផ្លុំកញ្ចែបញ្ចប់ការប្រកួតទាំងស្រុងតែម្ដងក្រុមទាំងពីរបានត្រឹមលទ្ធផលស្មើគ្នា1-1នៅកីឡដ្ឋានហុងកុងនៃការប្រកួតមិត្តភាពអន្តរជាតិកំឡុង FIFA Day រវាងហុងកុងជាមួយនឹងកម្ពុជាប្រិយមិត្តទស្សនិកជនជាទីមេត្រីសូមអរគុណចំពោះការតាមដានរបស់លោកអ្នកបាទខ្ញុំបាទយិនសឹងលីក៏ដូចជាក្រុមការងារនៃការផ្សាយផ្ទាល់ក៏សូមអរគុណនិងសូមគោរពលា